ថងស្នោស្រោផ្លែតបាយប្រើទៅខូចផ្លែអត់បាទសំណួរនេះកើតឡើងសួររាល់ថ្ងៃសំណួរនេះត្រូវបានសួររាល់ថ្ងៃហើយខូចយ៉ាងម៉េចបើសិនបើខ្ញុំប្រើលើផ្លែតបាយរបស់ខ្ញុំតាំងពីតបាយប្រហែលដើមរហូតដល់តបាយដើមពេញចំការហើយដើមប៉ុណ្ណាណីហើយនេះបាទគ្រប់ផលិតផលទាំងអស់គឺយើងលក់ដោយផ្អែកទៅលើគុណភាពរបស់វាគុណភាពប្រើបានល្អ 100% ប្រើបាន 90% ឬក៏ការពារបានប៉ុណ្ណាខ្ញុំប្រាប់ប៉ុណ្ណឹងបាទតែតោះថាបងប្អូនជឿមិនជឿអានឹងរឿងរបស់បងប្អូនគាត់ថាប្រភេទថងស្នោនេះខ្ញុំមាននិយាយថាការពារស្រង់តិចផ្លែបាន 100% ប៉ុន្តែបើពពួកស្បៃវិញយើងអាចការពារបានត្រឹមតែ90ទៅ 95% ទេអាចការពារបាន 100% ទេបាទតបាយដែលយើងអាចប្រើបានទៅលើតបាយគឹមជូរតបាយគីឡូតបាយអត់គ្រាប់លក្ខណៈពិសេសនៃថងស្នោនេះគឺវាមានថងពីក្រៅស្នោពីក្នុងហើយនឹងកស៊ូនៅកមាត់វានៅពេលដែលបងប្អូនប្រើទៅគឺយើងអាចប្រើបាន2ឬក៏3ដងថែមទៀតវាមិនអាចប្រើបាន 100% ពីរដងទេប៉ុន្តែភាគច្រើនយើងអាចប្រើបានបន្តទៀតមួយរដូវតទៀតចឹងណាបាទនោះសម្រាប់បងប្អូនដាំលក្ខណៈគ្រួសារប៉ុន្តែបងប្អូនដាំលក្ខណៈអាជីវកម្មចការធំគាត់អត់ខ្វល់ទេដឹងថាដល់ផ្លែកាត់លក់ទាំងស្នោទាំងថងទាំងស្នោទាំងតបាយនឹងលក់ទៅទាំងអស់ហើយក៏អត់ទុកនៅចំការទៀតទេបាទអូខេសម្រាប់បងប្អូនដែលចង់បានថងស្នោនេះយកទៅប្រើប្រាស់ឬក៏លក់បន្តបងប្អូនអាចតាក់ទងក្រុមការងារតាមរយៈលេខទូរស័ព្ទខាងលើអរគុណបាយបាយ